សូមជម្រាបសួរដល់លោកពូអ្នកមីងបងប្អូនដែលកំពុងតែទស្សនាទាំងអស់គ្នាជាដំបូងគឺខ្ញុំសូមអធិស្ឋានសំទោសខ្លាំងមែនតើដោយសារតែខ្ញុំបានបាត់មុខមួយរយៈយូរខ្លាំងមែនតើ3-4 ខែហើយនឹងឯងគឺដោយសារតែខ្ញុំបានផ្លាស់ប្ដូរការទីលំនៅរស់នៅរបស់ខ្ញុំពីខ្មែរមកប្រទេសជប៉ុនរយៈពេលប្រហែលខែហ្នឹងដោយសារតែខ្ញុំមកបន្តការសិក្សាដោយសារតែខ្ញុំត្រូវការពេលដើម្បីសម្របខ្លួនដែរហើយណាមួយការសិក្សារបស់ខ្ញុំគឺចាប់ផ្ដើមភ្លាមអញ្ចឹងហើយទៅតែឥឡូវនេះគឺគេវិស្មការរដូវក្តៅហ្នឹងហើយអញ្ចឹងខ្ញុំមានពេលមួយអាទិត្យដែរអញ្ចឹងហើយទៅខ្ញុំអាចឆ្លៀតដើម្បីមកធ្វើវីដេអូនេះបានអញ្ចឹងគឺខ្ញុំសូមអធិស្ឋានខ្លាំងមែនតើដែលបាត់មុខរៀងយូរហ្នឹងហើយខ្ញុំសង្ឃឹមថាខ្ញុំអាចឆ្លៀតពេលបានច្រើនដើម្បីមកបន្តធ្វើ YouTube របស់ខ្ញុំទៀតដោយសារតែខ្ញុំក៏នឹកដែរខ្ញុំក៏នឹកការធ្វើវីដេអូដែរខ្ញុំនិយាយត្រង់អញ្ចឹងហើយខ្ញុំនឹងព្យាយាមសម្រាប់វីដេអូនៅថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពីរឿងក្តីអាប់ដេតមួយចំនួនពាក់ព័ន្ធជាមួយនឹងតារាចម្រៀង David ចឹងបើសិនជាអ្នកនរគ្នានៅចាំគឺប្រហែលជាមួយឆ្នាំមុនគឺមានតារាចម្រៀងម្នាក់ដែលមានឈ្មោះថា David គឺគាត់បានធ្វើឃាតកម្មទៅលើមិត្តដៃគូរបស់គាត់ដែលជាកុមារីជនរងគ្រោះហើយគាត់បានទុកនៅហឹបឡានក្បាលឡាននៃ Tesla របស់គាត់នឹងគឺរយៈពេល1ឆ្នាំមុនខ្ញុំក៏ធ្លាប់បានធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងរឿងក្តីនេះចឹងបើសិនជាបងប្អូនអត់ទាន់បានទៅទស្សនាវីដេអូមួយហ្នឹងទេគឺអាចទៅមើលវីដេអូនោះបានហើយសម្រាប់វីដេអូនេះគឺខ្ញុំនឹងសង្ខេបទៅលើព្រឹត្តិការណ៍ត្រួសពាក់ព័ន្ធជាមួយនឹងឃាតកម្មមួយហ្នឹងក៏ដូចជាមានព័ត៌មានថ្មីដែលគេបានធ្វើការអាប់ដេតដោយសារតែរឿងក្តីនេះគឺពាក់ព័ន្ធជាមួយនឹងតារាចម្រៀងហើយសាធារណជនគឺមើលទៅលើរឿងក្តីហ្នឹងគឺច្រើនខ្លាំងមែនតើចឹងហើយព័ត៌មានគឺគេអត់អាចចេះតែបញ្ចេញទេហើយក៏គេទុកព័ត៌មានជាផុសតាងដើម្បីយកទៅបញ្ចេញនៅក្នុងតុលាការដែរចឹងដោយសារតែដំណើរការនៃការកាត់ក្តីការឡើងសវនកម្មក៏ដូចជាការឡើងជំនុំជម្រះក្តីលើកដំបូងគឺគេកំពុងតែចាប់ផ្ដើមនៅក្នុងរឿងក្តីហ្នឹងចឹងហើយទៅគេទំលាយផុសតាងមួយចំនួននៅក្នុងសវនកម្មចឹងហើយទៅយើងទទួលបានព័ត៌មានថ្មីជាមួយនឹងរឿងក្តីមួយនេះចឹងសម្រាប់វីដេអូនេះគឺខ្ញុំនឹងនិយាយពីព័ត៌មានលម្អិតទៅលើរឿងអស់ហ្នឹងចឹងមុននឹងចូលដល់វីដេអូគឺខ្ញុំសូមអរគុណដល់ sponsor របស់យើងនៅថ្ងៃនេះគឺ Surfshark VPN ចឹងដោយសារតែឥឡូវនេះគឺជាសម័យ digital គឺយើងត្រូវតែទទួលស្គាល់ថាការឆបបោកគឺវាលែងប្រព្រឹត្តទៅនៅចំពោះមុខយើងទៀតហើយគឺវាបានផ្លាស់ប្ដូររូបរាងទៅជាការឆបបោកនៅតាមប្រព័ន្ធ digital ទៅតាមគ្រឿងអេឡិចត្រូនិករបស់យើងនឹងឯងចឹងទោះបីជាយើងធ្វើការការពារដោយខ្លួនឯងយ៉ាងណាក៏ដោយដូចជាការជៀសវាងចុច link ផ្សេងឬក៏ការចូលទៅកាន់ទីតាំងផ្សេងនៅក្នុងប្រព័ន្ធអ៊ីនធឺណិតរបស់យើងក៏យើងនៅតែមានហានិភ័យដដែលចឹងហើយទើបខ្ញុំចង់ណែនាំឲ្យយើងស្គាល់ Surfshark VPN ដើម្បីធ្វើការការពារចំពោះយើងមកតង់ទៀតឧទាហរណ៍ដូចជាការបោកប្រាស់ឬក៏ពពួក hacker មួយចំនួនគឺបានដាក់ពពួក Wi-Fi នៅតាមសាធារណៈដូចជានៅហាងកាហ្វេឬក៏នៅអាកាសយានដ្ឋានជាដើមដែលយើងតែងតែឃើញគេដាក់ user public Wi-Fi ចឹងទៅដែលវាជា Wi-Fi ពពួក hacker ធ្វើដើម្បីឲ្យយើងចុចចូលពួក Wi-Fi ហ្នឹងគឺអត់មាន password ទេចឹងបើសិនជាយើងភ្ជាប់ Wi-Fi ហ្នឹងទៅគឺធ្វើឲ្យពួកគាត់អាចចូលទៅក្នុងគ្រឿងអេឡិចត្រូនិករបស់យើងដើម្បីទាញយកព័ត៌មានសំខាន់ដូចជាលេខគណនីធនាគាររបស់យើងឬក៏ចូល account Telegram ឬក៏ Facebook ផ្សេងធ្វើការឆបោកដោយឥឡូវនេះគឺសម្បូរខ្លាំងមែនតើដូច្នេះហើយកាលណាយើងភ្ជាប់ Surfshark VPN ទៅហើយយើងបដូរ IP address របស់យើងគឺធ្វើឲ្យមានការបិទបាំងទៅលើទីតាំងគ្រឿងអេឡិចត្រូនិករបស់យើងធ្វើឲ្យខាង hacker ឬក៏អ្នកបោកប្រាស់មួយចំនួនគឺគាត់អត់អាចចាប់មើលទីតាំងរបស់យើងបានច្បាស់លាស់ទេគឺពួកគាត់អត់អាចចាប់បានទិន្នន័យរបស់យើងបានងាយស្រួលជាងមុនទេពេលដែលយើងធ្វើការប្រើប្រាស់ VPN គឺមិនត្រឹមតែអត្ថប្រយោជន៍មួយនឹងទេគឺយើងអាចទទួលបានមាតិកាយ៉ាងឥតឈប់ឈរមួយទៀតមាតិកាមួយចំនួនគឺធ្វើការបិទនៅតាមទីតាំងមិនថានៅប្រទេសកម្ពុជាឬក៏ដូចខ្ញុំនៅប្រទេសជប៉ុនជាដើមគឺមានការមាតិកាគឺមានការបម្រែបម្រួលទៅតាមទីតាំងរបស់យើងដែលយើងនៅនីមួយឧទាហរណ៍មាតិកាមួយចំនួនគឺមានការបិទនៅប្រទេសកម្ពុជាហើយសម្រាប់នៅប្រទេសជប៉ុននេះវិញដូចទូរស័ព្ទរបស់ខ្ញុំឥឡូវ VPN របស់វាគឺនៅជប៉ុនអញ្ចឹងដល់ពេលខ្ញុំចូលមើល Netflix ខ្ញុំមើលរឿងគឺ subtitle អត់មានអង់គ្លេសណាគឺជប៉ុនសុទ្ធហ្មងខ្ញុំដូរដាក់អង់គ្លេសគឺអត់មានទេអញ្ចឹងវាពិបាកដែរដោយសារតែខ្ញុំអត់ចេះជប៉ុនអញ្ចឹងដល់ពេលខ្ញុំទៅបដូរ VPN របស់ខ្ញុំទៅកាន់ IP address ផ្សេងចុចដូរតាមមួយផ្លែតទេតោះមកខ្ញុំចូល Netflix វិញហើយបើក subtitle ទៅគឺខ្ញុំអាចមើលជាភាសាអង់គ្លេសបានធម្មតាអញ្ចឹងគឺវាងាយស្រួលខ្លាំងមែនតើ Surfshark VPN គឺមានរហូតដល់ទៅ4500 server នៅក្នុងលើសពី100ប្រទេសទៀតលើសពីហ្នឹងគឺ Surfshark VPN ក៏មានជាសេវាកម្ម antivirus ផ្សេងទៀតអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍
ទៅលើសេវាកម្មរបស់ Surfshark VPN គឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានឬក៏អាចចូលទៅកាន់ website surfshark.com/basicinstinct នៅពេលដែលអ្នកនរគ្នាជាវសេវាកម្មគឺកុំភ្លេចប្រើប្រាស់ code basic instinct ដើម្បីទទួលបានសេវាកម្ម4ខែបន្ថែមពីលើសេវាកម្មដែលអ្នកនរគ្នាជាវនឹងទៀតចំណុចពិសេសមួយទៀតគឺបើសិនជាអ្នកនរគ្នាអត់ពេញចិត្តទៅលើសេវាកម្ម Surfshark VPN ទេនៅពេលដែលជាវហើយគឺយើងអាចស្នើសុំដើម្បីធ្វើការវិលត្រឡប់ថវិការបស់យើងវិញក្នុងរយៈពេល30ថ្ងៃទៀតគឺវាល្អខ្លាំងមែនតើជាថ្មីម្ដងទៀតគឺខ្ញុំសូមអរគុណដល់ Surfshark VPN ដែលបាន sponsor ដល់វីដេអូរបស់យើងនៅថ្ងៃនេះចឹងឥឡូវនេះគឺខ្ញុំនឹងនិយាយអំពីឃាតកម្មដែលពាក់ព័ន្ធជាមួយនឹងតារាចម្រៀង David មុននឹងចូលទៅដល់ព័ត៌មាន update ថ្មីៗគឺខ្ញុំសូមនិយាយសង្ខេបទៅលើព្រឹត្តិការណ៍មួយចំនួនដែលពាក់ព័ន្ធទៅលើរឿងក្តីមួយហ្នឹង D4VD ដែលយើងហៅថា David គឺគាត់មានឈ្មោះពិតគឺ David Anthony Burke គាត់បានកើតនៅថ្ងៃទី28ខែមិនិនាឆ្នាំ2005ដែលសប្តាហ៍ថ្ងៃហ្នឹងគឺគាត់មានអាយុ21ឆ្នាំគាត់គឺចាប់ផ្ដើមមានកិត្តិនាមល្បីល្បាញក្នុងនាមជាតារាចម្រៀងដោយសារតែបទរបស់គាត់ចំនួន2ដូចជា Here With Me ហើយនិង Romantic Homicide គឺមានភាពល្បីល្បាញខ្លាំងមែនទែននៅតាមបណ្ដាញសង្គមដែលគាត់ក្លាយទៅជាតារាចម្រៀងល្បីល្បាញម្នាក់ដែលទៅតែរះគាត់គឺបានពាក់ព័ន្ធជាមួយនឹងរឿងឃាតកម្មគឺដោយសារតែគេបានឃើញសាកសពរបស់កុមារីម្នាក់នៅក្នុងក្បាលឡាន Tesla មួយដែលគេបាន search មើលថាតើណាគេម្ចាស់ឡាន Tesla មួយហ្នឹងគឺជារបស់ David នឹងឯងចឹងហើយគឺធ្វើឲ្យគាត់ក្លាយទៅជាជនដែលពាក់ព័ន្ធនៅក្នុងរឿងក្តីមួយហ្នឹងជនរងគ្រោះដែលគេបានរកឃើញសាកសពរបស់គាត់ហ្នឹងគឺមានឈ្មោះថា Celeste Rivas Hernandez ដែលគាត់បានកើតនៅថ្ងៃទី7ខែកញ្ញាឆ្នាំ2010ដែលនៅពេលដែលគាត់ស្លាប់ហ្នឹងគឺគាត់ទៅតែមានអាយុ14ឆ្នាំទេគឺជាកុមារីហើយក៏ជាជនរងគ្រោះសាកសពរបស់គាត់ហ្នឹងគឺគេបានរកឃើញដោយសារតែឡានរបស់ David Tesla ហ្នឹងគឺត្រូវបានគេចាប់យកទៅទុកនៅកន្លែងដែលគេហាមឃាត់រថយន្តហើយនៅថ្ងៃទី8ខែកញ្ញាឆ្នាំ2025គឺគេបានធំក្លិនពីឡានហ្នឹងខ្លាំងមែនតើអញ្ចឹងគេក៏បានធ្វើការ call ទៅកាន់ប៉ូលីសហើយគេក៏បានធ្វើការត្រួតពិនិត្យទៅលើឡានហ្នឹងទៅក៏បានឃើញសាកសពរបស់ជនរងគ្រោះនៅទីនោះតាមគេសន្និដ្ឋានទៅគឺសាកសពគឺមានរយៈពេលរហូតដល់ទៅ4ខែទៅហើយអញ្ចឹងហើយគឺស្ថិតនៅស្ថានភាពមួយដែលរលួយខ្លាំងមែនទែនពួកគាត់អាចធ្វើការស៊ើបអង្កេតបានច្រើនទៅលើសាកសពរបស់គាត់នោះទេពីដំបូងឡើយគឺគេអត់ទាន់បានធ្វើការសង្ស័យទៅលើ David ទេគឺគេនៅតែចង់ថាមានក្តីសង្ឃឹមតិចតួចដែរថាខៃឡូគេគាត់តែប្រើប្រាស់ឡានរបស់គាត់ឡានរបស់គាត់គេបោះចោលឬក៏អ្នកផ្សេងប្រើប្រាស់ឡានរបស់គាត់ចឹងទៅប៉ុន្តែមួយរយៈខ្លីទូចទេដែលមានព័ត៌មាននឹងចេញមកគឺគេចាប់ផ្ដើមចេញព័ត៌មានផ្សេងក៏ដូចជាពាក្យចចាមអារាមមួយចំនួនដែលថា David គឺគាត់ពិតជាមានដៃគូរបស់គាត់ជាសង្សាររបស់គាត់នឹងមែនដែលមានឈ្មោះថា Celeste ហើយក៏ចាប់ផ្ដើមមានរូបភាពក៏ដូចជាវីដេអូមួយចំនួនដែលចេញមកដែលរូបភាពហើយនឹងវីដេអូហ្នឹងគឺមាន David ហើយនឹង Celeste គឺមុខគឺសលីសជាមួយនឹងជនរងគ្រោះខ្លាំងមែនតើដែលពួកគាត់គឺមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាចឹងនៅពេលដែលរឿងនេះទៅតែកើតឡើងគឺគេអត់ទាន់បានសន្មត់ពីខាងប៉ូលីសឬក៏ខាងអ្នកស៊ើបអង្កេតជាផ្លូវការហ្នឹងគឺអត់ទាន់បានបញ្ចេញព័ត៌មានអីទាំងអស់ហ្នឹងឯងដោយសារតែរឿងក្តីមួយនេះគឺវាពាក់ព័ន្ធជាមួយនឹងកុមារីហើយពាក់ព័ន្ធជាមួយនឹងតារាល្បីទៀតចឹងហើយគឺគេព្យាយាមទប់ស្កាត់ការបញ្ចេញព័ត៌មានផ្ដេសផ្ដាសឬក៏មិនត្រឹមត្រូវខ្លាំងមែនតើសូម្បីតែក្រុមគ្រួសាររបស់ជនរងគ្រោះក៏គាត់អត់ទាំងបានឃើញសាកសពរបស់Celeste ផងហ្នឹងហើយគឺគេធ្វើការហាមឃាត់ខ្លាំងមែនតើដោយសារតែម្ចាស់ឡានគឺ David ចឹងជាធម្មតាគឺគេរៀងមានការសង្ស័យទៅលើ David ហើយខាងអ្នកស៊ើបអង្កេតគឺគាត់បានចុះទៅកាន់ផ្ទះរបស់ David នៅថ្ងៃទី17ខែកញ្ញាឆ្នាំ2025ប្រហែលជាមួយអាទិត្យបន្ទាប់ពីគេបានរកឃើញសាកសពហើយនៅម្ដងពេលហ្នឹងក៏ David ក៏កំពុងតែទៅធួររបស់គាត់ដែរហ្នឹងហើយគាត់កំពុងតែទៅ concert នៅតាមតំបន់ផ្សេងចឹងទៅដែលគេក៏បានឃើញសាកសពរបស់ជនរងគ្រោះហ្នឹងគឺគាត់អត់នៅផ្ទះរបស់គាត់ហ្នឹងទេពេលខាង LAPD បានចុះទៅផ្ទះគាត់ក៏គេបានរឹបអូសគ្រឿងអេឡិចត្រូនិកដូចជាកុំព្យូទ័រក៏ដូចជាទូរស័ព្ទដៃហើយនិងគ្រឿងផ្សេងទៀតដែលគេបានរកឃើញនៅក្នុងផ្ទះរបស់គាត់ហ្នឹងរយៈពេល2ខែដែលគេបន្ទាប់ពីបានឃើញសាកសពរបស់ Celeste ទៅគេប្រកាសជាផ្លូវការថា David គឺជាជនសង្ស័យនៅក្នុងការស៊ើបអង្កេតមួយនេះចឹងថងហ្នឹងគឺធម្មតាជាជនសង្ស័យទេហ្នឹងហើយចឹងគេអត់ទាន់បានធ្វើការចាប់ខ្លួនទៅលើ David នោះទេចឹងរហូតដល់ខែមេសាឆ្នាំ2026នេះឯងនៅថ្ងៃទី16គឺរយៈពេលប្រហែលជា4ខែមុននឹងឯងទៅប៉ូលីសគេធ្វើការចាប់ខ្លួនទៅលើ David ពីបទឃាតកម្មពាក់ព័ន្ធជាមួយនឹងរឿងក្តីរបស់ Celeste ហ្នឹងតែម្ដងចឹងសប្តាហ៍ថ្ងៃហ្នឹងគឺ David ត្រូវបានគេចាប់ខ្លួនហើយក៏ឡើងតុលាការដូចគ្នាចឹងភាគរយខ្ពស់ខ្លាំងមែនតើដែល David គឺគាត់ពិតជាអ្នកប្រព្រឹត្តទៅលើអំពើមួយហ្នឹងបើសិនជាគាត់ត្រូវបានគេចាប់ខ្លួននៅក្នុងការចាប់ខ្លួននេះគឺគេបានបញ្ចេញថាគាត់គឺត្រូវបានគេដាក់ពាក្យបណ្ដឹងចំនួន3ករណីធំទី1គឺ first degree murder ឃាតកម្មដែលមានការគ្រោងទុកទី2គឺ continuous sexual abuse of a child under the age of 14គឺការបន្តអំពើហិង្សាផ្លូវភេទទៅលើកុមារដែលមានអាយុក្រោម14ឆ្នាំហើយទី3គឺ unlawful mutilation of human remains គឺការប៉ះពាល់ជាមួយនឹងសាកសព
ខុសច្បាប់ហ្នឹងហើយចឹងថាមានសាកសពហើយគឺមានធ្វើការបំបីឬក៏ការកាត់សាកសពចឹងទៅនៅក្នុងពាក្យបដងចំនួន3ហ្នឹងគឺមានករណីផ្សេងទៀតដែលគេរាប់ចូលនៅក្នុងហ្នឹងចំនួន3ទី1គឺ special circumstances of murder of a witness នៅក្នុងចំណុចនេះគឺខ្ញុំអត់ដឹងច្បាស់ 100% ថាគេចង់មានន័យមិនទេប៉ុន្តែដោយសារតែ David គឺគាត់មានទំនាក់ទំនងផ្លូវភេទជាមួយនឹងកុមារីហ្នឹងហើយអញ្ចឹងដោយ Celeste ហ្នឹងគឺគាត់មានអាយុទៅតែ13-14ឆ្នាំទេនៅពេលដែលគាត់ស្លាប់ហ្នឹងណាមានន័យថា David ហ្នឹងគឺបានធ្វើការសម្លាប់ទៅលើ Celeste ដែល Celeste គឺគាត់ជាសាក្សីផងដែរនៅក្នុងការករណីបៀតបៀនផ្លូវភេទទៅលើកុមារពាក់ព័ន្ធជាមួយនឹង David អញ្ចឹងការសម្លាប់ Celeste គឺជាការសម្លាប់សាក្សីពាក់ព័ន្ធជាមួយនឹងរឿងមួយហ្នឹងទី2ទៀតគឺ murder for financial gain មានន័យថាការឃាតកម្មដើម្បីការពារទៅលើលុយឬក៏ហិរញ្ញវត្ថុអញ្ចឹងគេសង្ស័យមកតង់ទៀតថាគាត់បានឃាតកម្មទៅលើ Celeste ដោយសារតែគាត់ចង់ការពារទៅលើអាជីពរបស់គាត់ទី3ទៀតគឺ lying in wait មានន័យថាគាត់គឺបានរៀបចំគម្រោងធ្វើការសម្លាប់ទៅលើនរណាម្នាក់ដោយធ្វើការផទៅកាន់គេបោកប្រាស់ទៅកាន់គេនៅក្នុងថ្ងៃជាមួយគ្នានឹងដែរក៏មេធាវីរបស់ David គឺបានធ្វើការបដិសេធទៅលើពាក្យបណ្ដឹងទាំងអស់ហ្នឹងថ្ងៃដែលគាត់បាន plead not guilty ទៅលើពាក្យបណ្ដឹងទាំងអស់ហ្នឹងហើយម្យ៉ាងទៀតបើសិនជាគាត់ត្រូវបានគេរកឃើញថាគាត់ពិតជាធ្វើឃាតកម្មដែលមានការគ្រោងទុកទៅលើ Celeste Pittman នៅ Los Angeles ហ្នឹងគាត់អាចនឹងប្រឈមជាមួយនឹងទោសប្រហារជីវិតឥឡូវនេះគឺខ្ញុំនឹងនិយាយអំពីផុសតាងដែលគេបានទាញរកឃើញនៅក្នុងគ្រឿងអេឡិចត្រូនិករបស់ David ទី1គឺគេបានរកឃើញនៅក្នុង memory ទូរស័ព្ទរបស់គាត់ក៏ដូចជា iCloud របស់គាត់ហ្នឹងមានផុសតាងរហូតដល់ទៅ40 terabyte ហ្នឹងហើយដែលមានដូចជារូបភាពក៏ដូចជាវីដេអូពាក់ព័ន្ធជាមួយនឹង Celeste តែគាត់មានបង្ហាញថាពួកគាត់គឺពិតជាមានទំនាក់ទំនងជាមួយនឹងគ្នាមែនជាសង្សារជាដៃគូនឹងគ្នាហើយថែមទាំងមានជារូបភាពឬក៏វីដេអូដែលបង្ហាញថាពួកគាត់គឺមានទំនាក់ទំនងផ្លូវភេទទៀតហើយក៏មានរូបភាពនិងវីដេអូជាច្រើនអណ្ដែតពាក់ព័ន្ធជាមួយនឹងរឿងអាភាសពាក់ព័ន្ធជាមួយនឹងកុមារគឺ child sexual abuse material គឺមានច្រើនខ្លាំងមែនទែននៅក្នុងគ្រឿងអេឡិចត្រូនិករបស់គាត់ហ្នឹងខាងអ្នកស៊ើបអង្កេតក៏គាត់បានទាញយកដូចជា text message ការឆាតជាមួយនឹងគ្នាផ្សេងទៀតនៅក្នុងទូរស័ព្ទដៃរបស់គាត់ហ្នឹងអញ្ចឹងគឺគេសរុបទៅផុសតាងគឺគេមានរហូតដល់ទៅ40 terabyte ដែលគេនឹងយកទៅតតាំងនៅក្នុងតុលាការផុសតាងដែលគេបានរកឃើញថាពួកគាត់គឺមានទំនាក់ទំនងផ្លូវភេទជាមួយនឹងគ្នាហ្នឹងគឺសំខាន់ខ្លាំងមែនទែនដោយសារតែពាក្យបណ្ដឹងរបស់ព្រះរាជអាជ្ញាគឺគេបានប្តឹងថាគាត់គឺមានទំនាក់ទំនងផ្លូវភេទជាមួយនឹងកុមារក្រោមអាយុ14ឆ្នាំហ្នឹងហើយអញ្ចឹងគាត់ដោយសារតែ Celeste គឺគាត់អាយុក្រោម14ឆ្នាំហ្នឹងហើយគឺវាជាផុសតាងមួយដែលរឹងហ្នឹងហើយ solid ខ្លាំងមែនតើហើយក៏មានឆាតមួយចំនួនជាមួយនឹងទំនាក់ទំនងរបស់គាត់ទាំងពីរនាក់ដែលនៅក្នុងការឆាតហ្នឹងគឺមានដូចជាការនិយាយពាក់ព័ន្ធទៅនឹងការរួមភេទការមានផ្ទៃពោះការរំលូតកូនហើយនិងការពន្យាកំណើតផងដែរដោយសារតែរឿងក្តីនេះគឺមានការឡើងសវនាការលើកដំបូងគឺជាជំនុំជម្រះលើកដំបូងគឺ preliminary hearing បរិយាញ្ញាគឺគេបានបញ្ចេញពាក្យបណ្ដឹងរបស់បរិយាញ្ញាក៏ដូចជាផុសតាងជាច្រើនដើម្បីបង្ហាញថាគឺយើងអាចដំណើរការពាក្យបណ្ដឹងហើយនឹងឃាតកម្មមួយនេះបានដែលធ្វើការចោទទៅលើ David បានអញ្ចឹងពួកគាត់គឺបានបញ្ចេញព័ត៌មានមួយចំនួនដែលខ្ញុំនឹងចែកម្លែកដល់អ្នកនរគ្នាយោងទៅតាមព័ត៌មានដែលពួកគាត់ទទួលបានគឺ David ហើយនិង Celeste គឺគាត់បានជួបគ្នាដំបូងគឺនៅខែមករាឆ្នាំ2022ដែលនៅពេលហ្នឹងគឺ Celeste ទៅតែអាយុ11ឆ្នាំទេហើយ David គឺគាត់មានអាយុ17ឆ្នាំហើយនៅពេលដែលគាត់បានស្គាល់គ្នារយៈពេល72ឆ្នាំគឺនៅខែវិច្ឆិកាឆ្នាំ2023គឺពួកគាត់បានចាប់ផ្ដើមទំនាក់ទំនងផ្លូវភេទជាមួយនឹងគ្នាដែលនៅពេលហ្នឹងគឺ Celeste ទៅតែមានអាយុ13ឆ្នាំទេនៅអំឡុងពេលដែលពួកគាត់បានតាក់ទងគ្នាគឺ Celeste គាត់តែងតែនៅជាមួយនឹង David គឺគាត់ទៅដើរលេងជាមួយនឹងគ្នាមាន holiday ជាមួយគ្នាដើរលេងទៅដល់ LA London Texas ហើយក៏បានទៅជួបជាមួយនឹងក្រុមគ្រួសាររបស់ David ទៀតពួកគាត់ទាំងពីរនាក់គឺគាត់មានការសាក់នៅលើម្រាមដៃនាងរបស់ពួកគាត់ដែលសាក់ដូចគ្នានឹងគេហៅ matching tattoos ដែលគាត់ទៅសេ SHHH ចុចដូចគ្នានៅពេលដែលតាក់ទងគ្នាគឺក្រុមគ្រួសាររបស់ Celeste គឺគាត់ដឹងថា Celeste គឺគាត់មានទំនាក់ទំនងជាមួយនឹងបុគ្គលម្នាក់ដែលមានឈ្មោះថា David ហើយជាតារាចម្រៀងប៉ុន្តែគាត់អត់ដឹងច្បាស់ស៊ីជម្រៅទេដោយសារតែCeleste ក៏គាត់រៀងស្ងាត់នឹងឲ្យអត់និយាយអីច្រើនពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងដែរនឹងឲ្យគាត់អត់និយាយច្រើនណាគាត់ថានៅម្លងពេលគាត់តាក់ទងគ្នាហ្នឹងនៅឆ្នាំ2024គឺក្រុមគ្រួសាររបស់ Celeste បានធ្វើការដាក់ពាក្យថាបាត់កូនណា
នឹងឯនៅប៉ុស្តិ៍ប៉ូលីសហ្នឹងរយៈពេលចំនួន3ដងទី1គឺនៅថ្ងៃទី15ខែកុម្ភៈទី2គឺនៅថ្ងៃទី19ខែមិនិនាហើយនិងទី3នៅថ្ងៃទី5ខែមេសានឹងឯគឺរយៈពេល3ខែជាប់គ្នាហ្នឹងគឺបានបាត់កូនចំនួន3ដងរហូតបាត់ពីផ្ទះអញ្ចឹងណាបាត់រាប់ថ្ងៃអញ្ចឹងទៅការបាត់ខ្លួនលើកដំបូងហ្នឹងគឺ Celeste គឺគាត់បានទៅបាត់នឹងហើយក៏បានដាក់ពាក្យបណ្ដឹងអញ្ចឹងនៅពេលដែលគេបានមើលទូរស័ព្ទរបស់គាត់ទៅឃើញថាមានការ call ទៅកាន់ David អញ្ចឹងខាងប៉ូលីសក៏គាត់បានចុះទៅជួបជាមួយនឹង David ផ្ទាល់នៅផ្ទះរបស់ David នៅ Hollywood ហ្នឹងហ្មងណាហើយគាត់ក៏បាននិយាយថាអូខេគាត់ស្គាល់ Celeste ប៉ុន្តែគាត់ជួប Celeste ហ្នឹងបានតែម្ដងទេគឺការពីខែវិច្ឆិកាឆ្នាំ2023ហើយក៏បានតាក់ទងគ្នាចាប់ពីពេលហ្នឹងដែរហើយនៅអំឡុងពេលហ្នឹងគឺ Celeste បានប្រាប់គាត់ថាគាត់អាយុ17 18ឆ្នាំគឺគាត់អត់ដឹងថា Celeste អាយុពិតគឺ12 13ឆ្នាំហ្នឹងទេថា Celeste ហ្នឹងគឺបោកគាត់ចឹងណាគាត់អត់ដឹងទេហ្នឹងហើយក៏អត់បានស្គាល់ដែរអញ្ចឹងនៅពេលដែលប៉ូលីសបានមកសួរដល់ David រយៈពេល 2-3 ថ្ងៃមកក៏ Celeste គាត់បានត្រឡប់ទៅផ្ទះរបស់គាត់វិញធម្មតាហើយនៅពេលដែលគាត់ត្រឡប់ទៅផ្ទះទៅក៏ម្ដាយឪពុករបស់ Celeste បានធ្វើការរឹបអូសទូរស័ព្ទរបស់គាត់អត់ឲ្យប្រើទៀតទេចឹងនៅអំឡុងពេលហ្នឹងគឺ David គាត់បានឲ្យលុយទៅកាន់មិត្តរួមថ្នាក់របស់ Celeste ចំនួន$1000ដើម្បីយកទូរស័ព្ទថ្មីទៅឲ្យ Celeste ហ្នឹងហើយដើម្បីបាននៅបន្តតាក់ទងគ្នាទៀតនៅខែវិច្ឆិកាឆ្នាំ2024គឺរយៈពេលប្រហែលជាមួយឆ្នាំបន្ទាប់ពីពួកគាត់បានតាក់ទងគ្នាហ្នឹងក៏ពួកគាត់បានបែកគ្នាទោះបីជាគាត់បែកគ្នាក៏ដោយប៉ុន្តែគាត់នៅតែនិយាយរកគ្នាអញ្ចឹងណាហើយក៏នៅតែមានទំនាក់ទំនងផ្លូវភេទជាមួយនឹងគ្នាដដែលនៅខែ3ឆ្នាំ2025មុនគាត់ស្លាប់មួយខែហ្នឹងគឺគាត់បានទៅសេ message ទៅកាន់ David ថា all we do is have sex and just hang out man I want more than that for myself ចឹងថាតំណែងរបស់យើងទាំងពីរនាក់គឺមានតែដេកជាមួយនឹងគ្នាហើយនឹងដើរលេងមួយគ្នាទាំងទួចហ្នឹងគាត់ចង់បានលើសពីហ្នឹងសម្រាប់ខ្លួនឯងអញ្ចឹងឥឡូវនេះគឺខ្ញុំនឹងនិយាយអំពីចន្លោះថ្ងៃដែល David បានធ្វើឃាតកម្មទៅលើ Celeste ហើយនឹងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនៅថ្ងៃដែលកើតហេតុហ្នឹងអញ្ចឹងនេះគឺយោងទៅតាមអ្នកស៊ើបអង្កេតក៏ដូចជាមេធាវីរបស់ Celeste យោងទៅតាមផុសតាងដែលគេរកឃើញទៅគឺគេបានសន្មតថា Celeste គឺគាត់អាចនឹងត្រូវបានគេសម្លាប់នៅថ្ងៃទី23ខែមេសាឆ្នាំ2025អញ្ចឹងមុនថ្ងៃដែលគាត់បានស្លាប់ហ្នឹងមុនមួយថ្ងៃគឺនៅថ្ងៃទី22ខែមេសាគឺគេបានឃើញថាឆាតរវាង David ហើយនិង Celeste ហ្នឹងគឺមានការឆ្លោះគ្នាប្រទៀងបន្ទងគ្នាខ្លាំងមែនតើនៅក្នុងឆាតរបស់គាត់ដោយសារតែ Celeste គឺគាត់អត់ពេញចិត្តដែល David គឺមានទំនាក់ទំនងជាមួយនឹងមនុស្សស្រីផ្សេងទេហើយដោយសារតែឆ្លោះគ្នាទាស់សម្ដីគ្នាក៏ Celeste គាត់បាននិយាយទាំងកំហឹងថាគាត់នឹងបញ្ចេញព័ត៌មានពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរវាងគាត់ពីរនាក់ហ្នឹងទៅជាសាធារណៈដើម្បីបង្ហាញថា David ហ្នឹងគឺគាត់មានទំនាក់ទំនងជាមួយនឹងកុមារីនឹងអីចឹងនៅសហរដ្ឋអាមេរិកការចេញព័ត៌មានបែបនេះគឺអាចនឹងបំផ្លាញអនាគតរបស់ណាគេក៏ដោយគឺបំផ្លាញហ្មងដោយសារគេអត់មើលស្រាលទៅលើស្ថានភាពបែបហ្នឹងទេអញ្ចឹង Celeste គឺគាត់បានធ្វើការគំរាមទៅកាន់ David បែបហ្នឹងអញ្ចឹងសម្រាប់ David ដោយសារតែគាត់ទៅតែតារាទៅតែរះហ្នឹងហើយគាត់ទៅតែចេញអាល់ប៊ុមថ្មីរបស់គាត់ហ្នឹងទេដែលក្រុងនឹងចេញអាល់ប៊ុមទី1របស់គាត់ហ្នឹងក្រុងនឹងចេញ2ថ្ងៃទៀតហ្នឹងឯងអញ្ចឹងហើយគឺគាត់ចាប់ផ្ដើមមានអារម្មណ៍អត់ស្រួលខ្លាំងមែនតើគាត់មានអារម្មណ៍ថាការគំរាមកំហែងរបស់ Celeste ហ្នឹងគឺប៉ះពាល់ទៅដល់អាជីពរបស់គាត់ខ្លាំងមែនតើអញ្ចឹងហើយទៅនៅថ្ងៃស្អែកម៉ោង 8:40 នាទីពេលល្ងាចថ្ងៃទី23ខែមេសាគឺគាត់បានធ្វើការឆាតទៅកាន់ Celeste ដែលគាត់បានប្រាប់ថាគាត់បានហៅ Uber ដែលជាប្រភេទតាក់ស៊ីឲ្យទៅយក Celeste នៅផ្ទះរបស់គាត់ហ្នឹងហើយយកមកផ្ទះរបស់គាត់នៅ Hollywood នេះឯងអញ្ចឹងឲ្យ Celeste ហ្នឹងគឺឡើងជិះតាក់ស៊ីហ្នឹងមកអញ្ចឹង Celeste ក៏គាត់បានធ្វើតាមហើយគាត់ក៏មកគិតថាពួកគាត់ហ្នឹងគឺនឹងនិយាយគ្នាយល់អត់ពាក់ព័ន្ធជាមួយនឹងតំណែងរបស់គាត់ចឹងទៅឬក៏ hang out ធម្មតាក៏យើងអាចថាបានដែរនៅម៉ោងអំឡុង18នាទីគឺគេបានឃើញឆាតរបស់ Celeste បានឆាតទៅកាន់ David តែគាត់បានប្រាប់ថាបើសិនជានៅផ្ទះឲ្យបើកទ្វារមកហ្នឹងហើយអញ្ចឹងនេះគឺជាឆាតចុងក្រោយបង្អស់របស់ Celeste ហើយនៅអំឡុងម៉ោង10នាទីគឺទ្វារផ្ទះរបស់ David គឺបានបើកហ្នឹងឯងវាមាន record ដែលថាទ្វារផ្ទះរបស់គាត់ហ្នឹងបានបើកនៅម៉ោងហ្នឹងអញ្ចឹងនៅចន្លោះម៉ោង10នាទីទៅដល់ម៉ោង10:30នាទីពេលយប់នៅថ្ងៃទី23ខែមេសាហ្នឹងគឺគេបានសន្មតថា David គឺបានធ្វើការសម្លាប់ទៅលើ Celeste នៅឡុងម៉ោងហ្នឹងដោយសារតែនៅនាទីម៉ោង10:31នាទីគឺគេបានឃើញ David បានធ្វើការព្យាយាមឆាតទៅកាន់លេខរបស់ Celeste ដែលបានសួរថាតើ Celeste នឹងដល់ណាហើយ
ដើម្បីបង្វែរដានណានៅពេលដែលបែករឿងចឹងនៅម៉ោង 11:30 នាទីយប់ហ្នឹងគឺគេបានឃើញថា David បានធ្វើការជិះឡានរបស់គាត់ហ្នឹងទៅកាន់តំបន់មួយគឺតំបន់ Santa Barbara County គឺយើងអត់ដឹងថាគាត់ទៅទីហ្នឹងដើម្បីអីទេនៅល្ងាចយប់ហ្នឹងដែលនៅតំបន់ហ្នឹងគឺគេបានឃើញថាគាត់បានជិះទៅកាន់តំបន់ហ្នឹងចំនួន2ដងផ្សេងទៀតនៅថ្ងៃទី8ខែឧសភាហើយនិងថ្ងៃទី31ខែឧសភាចឹងយើងអត់ដឹងថាគាត់ទៅម្ដុំហ្នឹងធ្វើអីខ្លះទេចឹងគេសន្និដ្ឋានថាប្រហែលជាគាត់ទៅបំបិតផុសតាងមួយចំនួនបោះចោលផុសតាងមួយចំនួនពាក់ព័ន្ធជាមួយនឹងCelesteនៅតំបន់ហ្នឹងដោយសារតែគេរកឃើញ passport របស់Celesteនៅកន្លែងហ្នឹងដូចគ្នានៅយប់ហ្នឹងគឺប្រហែលជា David គឺគាត់អត់បានដេកទេចឹងឈានទៅដល់នៅថ្ងៃទី24ខែមេសាគឺ David គឺគាត់មាន schedule របស់គាត់ដើម្បីទៅធ្វើបទសម្ភាសន៍ជាមួយនឹងប៉ុស្តិ៍វិទ្យុមួយដើម្បីប្រម៉ូទទៅលើ album របស់គាត់ដោយសារតែនៅថ្ងៃទី25ខែមេសាហ្នឹងគឺ album Weather របស់គាត់ហ្នឹងគឺនឹងធ្វើការផុសជាផ្លូវការបញ្ចេញជាផ្លូវការចឹងទៅចឹងនៅថ្ងៃទី23គឺគាត់បានសម្លាប់ Celeste នៅថ្ងៃទី24គាត់ទៅប៉ុស្តិ៍វិទ្យុដើម្បីធ្វើបទសម្ភាសន៍ហើយថ្ងៃទី25គឺគាត់នឹងបញ្ចេញ album launch album ថ្មីរបស់គាត់នឹងឯងហ្នឹងហើយចឹងនេះគឺជាព្រឹត្តិការណ៍ដែលបានកើតឡើងហើយនៅថ្ងៃទី24នឹងដូចគ្នានៅដែលគាត់មកពីបទសម្ភាសន៍នឹងហើយគឺគាត់បានធ្វើការជាវរបស់មួយចំនួនដែលគួរឲ្យសង្ស័យខ្លាំងមែនតើនៅក្នុង Amazon ក៏ដូចជាការជាវអនឡាញនៅពេលដែលគាត់ត្រឡប់មកវិញហ្នឹងគឺគាត់បានបង្កើត fake account របស់គាត់នៅក្នុង Amazon មួយដែលមានឈ្មោះថា Victoria Mendes ហើយគាត់ក៏ចាប់ផ្ដើមធ្វើការជាវហើយដឹករបស់អស់ហ្នឹងមកផ្ទះរបស់គាត់ផ្ទាល់ហ្នឹងតែម្ដងទី1គឺគាត់បានទិញប៉ែលសម្រាប់ជីកដីនៅថ្ងៃទី1ខែឧសភាគឺគាត់បានទិញអាណាម៉ូទ័រហ្នឹងហើយដែលមានថ្មិញហ្នឹងចំនួន2នៅថ្ងៃទី5ខែឧសភាគឺគាត់បានទិញកាបូបឬក៏ថង់ហូតសម្រាប់ដាក់រាងកាយរបស់មនុស្សហើយនឹងថង់ធំដែលសម្រាប់គេទុកដាក់ខោអាវបោកកៅអៅហើយនឹងអាងទឹកដែលអាចសប់បានដែលមានពណ៌ខៀវនឹងឯងហើយនៅថ្ងៃទី7ខែ7គឺគាត់បានទិញធុងដុតចំនួន1ដែរពី online shopping របស់គាត់ហ្នឹងអញ្ចឹងបើសិនជាយើងម៉ៃមើលទៅលើការទិញរបស់គាត់ហ្នឹងហើយយើងសន្មតថាអូខេការទិញរបស់គាត់ហ្នឹងគឺដើម្បីបំបត្តិទៅលើសាកសពរបស់ Celeste ពិតមែនគឺយើងអាចឃើញថាគាត់សម្រាប់ចិត្តអត់កើតទេថាតើត្រូវបំបត្តិសាកសពរបស់ Celeste ហ្នឹងគឺដោយវិធីណានឹងអីចឹងដោយសារតែដំបូងគឺគាត់ទិញប៉ែលអញ្ចឹងគាត់ប្រហែលជាចង់ជីកកប់អញ្ចឹងណាដល់ហើយគាត់បដូរអារម្មណ៍របស់គាត់ហ្នឹងឡើងមកអាទិត្យក្រោយអញ្ចឹងគាត់មកអាទិត្យហ្នឹងអត់ដឹងថាលក្ខសាកសពរបស់ Celeste ហ្នឹងនៅណាទេនឹងហើយប្រហែលជាគាត់ទុកនៅការ៉ាស់ឬក៏យ៉ាងណាអញ្ចឹងទៅហើយមកទឹកក្រោយក៏គាត់សម្រេចចិត្តទិញអាណាម៉ូទ័រដើម្បីយកទៅបំបែកសាកសពអីចឹងទៅហ្នឹងហើយមានអាងទឹកអាងអីចឹងផ្ដាស់ទៀតចឹងទៅអញ្ចឹងខាងការស៊ើបអង្កេតហើយនឹងមេធាវីគឺគេបានមើលការទិញរបស់គាត់ហ្នឹងទៅហើយក៏មានផុសតាមផ្សេងទៀតអញ្ចឹងគាត់ក៏បានសន្និដ្ឋានថាអ្វីដែល David បានធ្វើទៅលើសាកសពរបស់ Celeste ហ្នឹងគឺគាត់គឺបានសប់អាងទឹកពណ៌ខៀវហ្នឹងនៅក្នុងការ៉ាស់ឡានរបស់គាត់ដើម្បីធ្វើការបំបែកសាកសពរបស់ Celeste នៅក្នុងហ្នឹងដើម្បីកុំឲ្យហូរឈាមញ៉ៃញ៉ៃអញ្ចឹងណាគាត់បានប្រើអាណាម៉ូទ័រមួយហ្នឹងដើម្បីធ្វើការកាត់សាកសពរបស់ Celeste ដែលគេបានឃើញគឺមានការកាត់ដែលរាងកាយរបស់ Celeste ហ្នឹងគឺបានទុកនៅក្នុងថង់ដាក់ខ្លួនមនុស្សមួយហើយសម្រាប់អវយវៈដៃនិងជើងរបស់ Celeste គឺបានដាក់នៅក្នុងថង់ពណ៌ខ្មៅដាច់ដライមួយទៀតអញ្ចឹងនៅក្នុងហឹបក្បាលឡានរបស់ Tesla របស់ David ហ្នឹងគឺមានថង់ចំនួន2ផ្សេងគ្នាដែលខ្លួនរបស់ Celeste ហ្នឹងគឺនៅថង់ខាងក្រោមហើយដៃជើងគឺនៅថង់ខាងលើហើយគឺមានគេនិយាយថា Celeste គឺត្រូវបានគេកាត់នៅអង្គប៉ុន្តែគឺកាត់អត់ដាច់ទេម្រាមដៃរបស់គាត់ចំនួន2នៅខាងឆ្វេងម្រាមដៃនាងហើយនិងម្រាមដៃកូនហ្នឹងគឺដាច់ដោយសារតែមួយគឺមាន tattoo សាក់ដូចគ្នាហើយនឹងមួយទៀតគឺមានការសាក់ឈ្មោះរបស់ David នៅនឹងម្រាមដៃរបស់គាត់នឹងតែម្ដងចឹងវាបាត់មូលហេតុដែលគេហ៊ានសន្មតបែបហ្នឹងគឺដោយសារតែគេបានឃើញថានៅស្នាមកាត់នៅកន្លែងសាកសពរបស់ Celeste ហ្នឹងគឺស្នាមកាត់នៅដៃហើយនឹងជើងហ្នឹងគឺឃើញមានកតិចពណ៌ខៀវដែលគេជឿថាកតិចហ្នឹងគឺមកពីអាងទឹកហ្នឹងឯងដោយសារតែភាគរលួយនៃសាកសពគឺគេអត់អាចធ្វើកសលវិច័យបានស៊ីជម្រៅទេហ្នឹងឯងដោយសារបើសិនជាគាត់បានសម្លាប់តាំងពីពេលហ្នឹងពិតមែនគឺវារយៈពេល4ខែទៅ5ខែវាយូរខ្លាំងមែនតើអញ្ចឹងគេក៏អាចមើលបានថាគាត់អាចនឹងស្លាប់ដោយសារតែមានស្នាមចាក់ចំនួន2គឺចាក់នៅពោះខាងស្ដាំរបស់គាត់ដែលធ្លាយរហូតដល់ទៅថ្លើមរបស់គាត់ហើយស្នាមចាក់មួយទៀតគឺនៅខាងឆ្វេងនៅនឹងធុងរបស់គាត់ដូចគ្នាខាង toxicology គឺគេអត់បានឃើញថានៅក្នុងរាងកាយរបស់ Celeste ហ្នឹងគឺមានសារធាតុគ្រឿងញៀនឬក៏អាកុលទេចឹងនេះគឺជាព័ត៌មានដែលយើងទទួលបានពីខាងប្រេតអាញាគឺគាត់បានធ្វើការបដិងទៅកាន់ David ការជំនុំជម្រះដំបូងហ្នឹងគឺមានរយៈពេល5ថ្ងៃហើយខាងតុលាការក៏គាត់បានអូខេដែរគាត់ថាអូខេ
ផុសតាងក៏ដូចជាព័ត៌មានទាំងអស់នេះគឺវា sufficient វាគ្រប់គ្រាន់ដើម្បីបន្តដំណើរការតុលាការទៅលើការកាត់ក្តីរបស់ David នឹងឯងចឹងមានន័យថា David អាចនឹងguilty មែនតើហ្នឹងហើយ very very guilty ខាងមេធាវីរបស់ David ក៏ព្យាយាមធ្វើការការពារទៅលើគាត់ដែរដែលបាននិយាយថាផុសតាងទាំងអស់នេះគឺអត់អាចចោទថា David ហ្នឹងគឺមានការសម្លាប់ទៅលើចឹងថាមានទំនួលខុសត្រូវទៅលើឃាតកម្មរបស់ Celeste ហ្នឹងទេវាមានរឿងព្រឹត្តិការណ៍អស់ហ្នឹងមែនប៉ុន្តែវាមិនមែនជាផុសតាងដែលអាចបង្ហាញពិតហ្មងណាថា David ជាអ្នកសម្លាប់ទេហ្នឹងហើយវាអត់ដូចជាវីដេអូច្បាស់ដែលថាគាត់បានប្រព្រឹត្តអំពើហ្នឹងហ្មងទេវាគ្រាន់តែជាការសង្ស័យចឹងទៅចឹងនេះគឺជា defense គឺជាការការពាររបស់ខាង David គឺព្យាយាមប៉ុន្តែមេធាវីខាង Celeste ក៏គាត់បាននិយាយថាផុសតាងដែលគាត់និយាយនេះគឺត្រឹមតែ5%ឯដែលគាត់មានអញ្ចឹងនៅពេលដែលរឿងក្តីដំណើរការទៀតគឺគាត់នឹងបញ្ចេញឲ្យអស់ហ្មងហ្នឹងហើយដើម្បីដាក់ទោសទៅលើ David អញ្ចឹងបើសិនជា David គាត់ពិតជាធ្វើអំពើអស់ហ្នឹងមែនគឺគាត់អាចនឹងប្រឈមជាមួយនឹងបទប្រហារជីវិតអញ្ចឹងសម្រាប់វីដេអូនៃការអាប់ដេតទៅលើរឿងក្តីមួយនេះគឺមានតែប៉ុណ្្នេះទេបើយោងទៅតាមខ្ញុំដឹងអានេះគឺសម្រាប់ខ្ញុំដឹងឯណាគឺខ្ញុំអត់ដឹងថានេះគឺជាលើកទី1ឯដែលមានឃាតកម្មពាក់ព័ន្ធជាមួយនឹងតារាចម្រៀងខូខើនៅថ្នាក់ហ្នឹងវាប្រៃផ្សៃខ្លាំងមែនតើដល់ថ្នាក់ឃាតកម្មមិនត្រឹមតែឃាតកម្មចង់ថាចៃដន្យឬក៏ manslaughter ធម្មតាឯងគឺមានការគ្រោងទុកហើយមានការបំបែកសាកសពទៀតដល់ថ្នាក់ថាជនរងគ្រោះគឺជាកុមារទៀតអាយុ14ឆ្នាំហើយខ្លួនទៅអាយុឡើង21ឆ្នាំហើយមានទំនាក់ទំនងជាមួយនឹងកុមារវាជារឿងមួយដែលក៏ក្រិចខ្លាំងមែនតើអញ្ចឹងបាច់ចាំដល់ថាឃាតកម្មទេគាត់តែប្រព្រឹត្តអំពើមួយហ្នឹងវាផ្ដេសផ្ដាសបាត់ទៅហើយវាខុសច្បាប់បាត់ទៅហើយអញ្ចឹងហើយបានខាងព្រះអញ្ញាគាត់ធ្វើការប្តឹងទៅលើករណីមួយហ្នឹងថែមមកតង់ទៀតមានទំនាក់ទំនងជាមួយក្មេងហើយហ៊ានសម្លាប់ក្មេងហើយដល់ថ្នាក់ថាទុកសាកសពឡើង4ខែសម្រាប់ហើយគឺអត់មានចង់ថា conscience វា click មកវិញវាត្រឡប់មកវិញហើយធ្វើការជួយសង្គ្រោះទៅលើដៃគូខ្លួនឯងឬក៏អ្នកដែលខ្លួនស្គាល់នឹងទេអត់មានទេហៅ ambulance ទេហៅឡានសង្គ្រោះមិនតាន់ទេអីទេគឺអត់ហ្មងគឺសម្រាប់ហើយគឺចោលសាកសពនឹងនៅនឹងតែម្ដងហើយថែមទាំងបំបែកសាកសពហើយអត់ដឹងថាយកទៅណាទៀតអត់មានយកទៅណាទាំងអស់គឺដាក់នៅក្នុងក្បាលឡានហើយទុកឡាននឹងចោលហើយទៅ concert តទៀតទៅសបាយតទៀតទៅរលុយតទៀតនៅអញឹមចេញនៅសបាយចេញនៅប្រម៉ូទអាល់ប៊ុមខ្លួនឯងចេញទៀតអញ្ចឹងយើងអាចសម័យមើលបានថាតើមនុស្សនេះឈាមត្រជាក់ប៉ុណ្ណាហើយខ្លួនតែអាយុ21ឆ្នាំឯងអញ្ចឹងវាជាអំពើមួយដែលប្រៃផ្សៃខ្លាំងមែនតើអញ្ចឹងខ្ញុំសង្ឃឹមថាក្រុមគ្រួសាររបស់ Celeste គឺនឹងទទួលបានយុត្តិធម៌មួយដែលស័ក្តិសមបំផុតហើយបើសិនជាមានព័ត៌មានផ្សេងៗទៀតគឺខ្ញុំនឹងធ្វើការអាប់ដេតតនៅវីដេអូបន្ទាប់ជាចុងក្រោយគឺខ្ញុំសូមជូនពរឲ្យអ្នកនរគ្នាមានសុខភាពល្អនិងជួបគ្នានៅវីដេអូក្រោយទៀតបាយ